ជំរាបសួរដូចជាសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាបាទថ្ងៃខ្ញុំមានរថយន្តមួយគ្រឿងចង់ធ្វើការបង្ហាញជូនបងប្អូនទស្សនាគឺ Mazda 018បាទដែលខ្ញុំទើបនឹងកាត់បានមកថ្មីបងប្អូនដែលមានកញ្ចប់ថវិកាបាទចង់ទិញឡានប្រភេទ Pick up ទៅប្រើប្រាស់បាទត្រឹម$20,000ជាងបាទកុំមើលរំលងប្រភេទ Pick up Mazda មកទឹកខ្លាញ់គោសម្រាប់ខ្ញុំគឺណែនាំពុកម៉ែបងប្អូនជាពិសេសតែម្ដងមកលើ Mazda មួយគ្រឿងនេះដោយសារតែឡានថ្មីខ្លាំងបាទកាត់ពីម្ចាស់ដើមទី1ការប្រើប្រាស់បានតែ90,000គីឡូជាងទេបាទគីឡូស៊ីនហើយទឹកថ្នាំវិញគឺស៊ីនមិនជុំតែម្ដងពុកម៉ែបងប្អូនបាទអត់មានបាញ់ឬក៏ឆ្កេតឆ្កូតបន្តទាំងណាទេបាទប្រភេទឡានថ្មីហើយអ្វីដែលពិសេសជាងនេះទៅទៀតពុកម៉ែបងប្អូនបាទប្រភេទ Mazda មកទឹកខ្លាញ់គោបាទជាប្រភេទឡានដឹកបាទមិនថាពុកម៉ែបងប្អូនចង់ប្រើក្នុងក្រុងក្រៅក្រុងឬក៏ចង់ដឹកឲ្យបានបាទគឺមានភាពងាយស្រួលមែនទែនជាពិសេសបាទគឺសន្សំសំចៃនឹងតែម្ដងមិនត្រឹមតែប៉ុណ្្នឹងទេបាទសម្រាប់រូបរាងរបស់ Mazda គឺស្អាតបាទតាក់ទាញមិនសាំបាទពេញនិយមបាទមិនថាពុកម៉ែបងប្អូនបាទជិះទៅចូលរួមកម្មវិធីចិត្តឆ្ងាយទេបាទគឺមើលទៅគឺអែមតាក់ទាញមែនទែនហើយសម្រាប់តម្លៃបាទ Mazda 018ត្រឹម$20,000ជាងខ្ញុំគិតថាមិនថ្លៃទេបាទគឺល្មមប្រើសម្រាប់ពុកម៉ែបងប្អូនដែលចង់បានប្រភេទឡានដឹកឡានប្រើលក្ខណៈគ្រួសារបាទគឺអែមមែនទែនតម្លៃនេះហើយការប្រើប្រាស់ក៏ចំណេញដែរពុកម៉ែបងប្អូនបាទមិនថាទៅលើពន្ធផ្លូវមិនថាទៅលើប្រេងទេបាទពិតជាចំណេញសម្រាប់ពុកម៉ែបងប្អូនយកទៅប្រើឥឡូវខ្ញុំនាំអារម្មណ៍ពុកម៉ែបងប្អូនបាទមកទស្សនាផ្នែកខាងក្នុងបន្តិចសម្រាប់ Mazda មួយគ្រឿងពុកម៉ែបងប្អូនបាទដោយបញ្ជាក់ខាងដើមប្រើបានតែ90,000គីឡូជាងទេបាទគីឡូស៊ីនហើយផ្នែកខាងក្នុងគឺថ្មីបាទដូចជាដៃចង្កូតដៃលេខបាទទៅលើតាប់ឡូគ្រប់ផ្នែកពុកម៉ែបងប្អូនបាទអត់មានឆ្កូតឬក៏បែកបាក់ប្រេះស្នាវិញទេបាទគឺថ្មីយកទៅមែនតើជាពិសេសពុកម៉ែបងប្អូនបាទទៅលើពូកៅអីទាំង5បាទគឺថ្មីម្ចាស់មុនគឺបានប្រើជាមួយនឹងស្រោបកៅអីពុកម៉ែបងប្អូនបាទហើយទៅលើពូកស្បៃវិញគឺថ្មីបាទអត់មានដេប៉ះផ្លាស់ប្ដូរឬក៏ដេប៉ះទាំងណាទេបាទគឺនៅថ្មីសំណុំស៊ីនសំណុំដើមតែម្ដងពុកម៉ែបងប្អូនបាទហើយសម្រាប់ការប្រើប្រាស់របស់ Mazda 018បាទគឺមានភាពងាយស្រួលអត់សាំញ៉ាំដូចប្រភេទឡានអីផ្សេងទេពុកម៉ែបងប្អូនបាទចាក់តែប្រេងដល់គីឡូដូរប្រេងម៉ាស៊ីនបាទគឺប្រើទៅពុកម៉ែបងប្អូនបាទអត់បាច់ភ័យខូចខាតតាមផ្លូវបាទគឺងាយប្រើមែនតើហើយជាពិសេសទៅលើគ្រឿងបន្លាស់ក៏សម្បូរដែរបាទមិនថាផ្នែកណាមួយទេបាទគឺសម្បូរខ្លាំងមែនតើឥឡូវយើងមកមើលផ្នែកក្លុកលាកខាងក្នុងម្ដងពុកម៉ែបងប្អូនបាទកែមចបាទទាំង4ទ្វារអត់មានសឹកស្កេតស្កូទេបាទដោយសារម្ចាស់មុនគឺគាត់ប្រើថែខ្លាំងមែនតើពុកម៉ែបងប្អូនបាទដោយសារម្ចាស់មុនគឺគាត់ស្រឡាញ់ឡានបាទហើយដូច្នេះពុកម៉ែបងប្អូនដែលបានជាវរថយន្តមួយគ្រឿងទៅប្រើបាទគឺអត់ខកបំណងទេឡាននេះថ្មីមែនតើបាទមិនថាផ្នែកទឹកតាមខាងក្រៅមិនថាផ្នែកខាងក្នុងទេបាទគឺនៅថ្មីអត់មានឆ្កូតបែកបាក់អីទេបាទគឺនៅសំណុំស៊ីនសំណុំដើមតែម្ដងសំបីតែកម្រាលជន់ពុកម៉ែបងប្អូនបាទថ្មីមែនតើឡានមួយគ្រឿងនេះបាទចំណែកឯផ្នែកក្លុកលាតខ្សែខ្យងដូចជាផ្នែកប្លុកម៉ាស៊ីនពុកម៉ែបងប្អូនបាទជាពិសេសទៅលើជើងដំបូលកម្រុកម៉ាស៊ីននិងខ្សែខ្យល់ថ្ពាល់ទាំងសងខាងបាទគឺនៅសំណុំស៊ីនសំណុំដើមអត់មានសំណាមដោះឬក៏ទាញតង់មិនថ្នាំប្រហើពណ៌ពីលើទេពុកម៉ែបងប្អូនថ្មីមែនតើធានាជូនមកគឺពេញចិត្តបងប្អូនដែលមានកញ្ចប់ថវិកាបាទ$20,000ជាងបាទចង់ទិញឡានថ្មីឡានស្អាតបាទយកទៅប្រើស្រួលកុំមើលរំលងបាទប្រភេទ Pick up Mazda បាទគឺងាយប្រើមែនតើពុកម៉ែបងប្អូនហើយការប្រើគឺមិនពិបាកថែទាំដោយឡានអីផ្សេងទេបាទចាក់តែប្រេងដូរតែប្រេងគឺប្រើទៅពុកម៉ែបងប្អូនបាទប្រើគឺអេមែនតើពុកម៉ែបងប្អូនបាទប្រើបានគ្រប់ស្ថានភាពបាទមិនថាពុកម៉ែបងប្អូនចង់ប្រើក្រៅក្រុងក្នុងក្រុងបាទដឹកអីវ៉ាន់អីគឺមកអេមពេញចិត្តតែម្ដងសម្រាប់ពុកម៉ែបងប្អូនដែលមានចំណាប់អារម្មណ៍មកលើ Mazda មួយគ្រឿងនេះមិនថាពុកម៉ែបងប្អូនចង់ទិញដាច់បងរំលោះឬក៏វាយដូបាទអញ្ជើញណាត់មកមើលបានបើកតេស្តសាកល្បងបានហើយតម្លៃដូចបញ្ជាក់អញ្ចឹងបាទ$20,000ជាងពុកម៉ែបងប្អូនអញ្ជើញមកមើលមកចរចាគ្នាជាក់ស្ដែងឥឡូវយើងមកមើលផ្នែកជើងក្រោមរបស់ Mazda ម្ដងពុកម៉ែបងប្អូនបាទជើងក្រោមគឺថ្មីខ្ចីបាទក្លុកក្លៀតខាងក្រោមបាទអត់មានជាប់កំមដីក្រហមឬក៏ច្រេះបាតអីទេបាទប្រភេទឡានថ្មីខ្លាំងបាទម្ចាស់មុនគឺគាត់ប្រើថែមែនតើពុកម៉ែបងប្អូនបាទអត់មានជាប់ដីក្រហមឬក៏បតេបតាអីទេធានាជូនមកមើលគឺពេញចិត្តបាទតតែថ្លៃនេះទៅបាទឡានយកទៅប្រើគឺកក់ក្ដៅតែម្ដងសម្រាប់ពុកម៉ែបងប្អូនបាទដែលស្រឡាញ់ពេញចិត្តបាទអញ្ជើញមកមើលបានធានាជូនឲ្យខកជើងទេភិនភាកច្បាស់បាទគឺប្រាប់នៅក្នុងវីដេអូនេះតែម្ដងពុកម៉ែបងប្អូនបាទអត់មានខុសទេបាទមិនចេះតែនិយាយដើម្បីឲ្យពុកម៉ែបងប្អូនមកមើលទេសម្រាប់ពុកម៉ែបងប្អូនដែលបានទស្សនាវីដេអូបាទកុំភ្លេចជួយ like ជួយ share វីដេអូខ្ញុំឲ្យបានច្រើនដល់ពុកម៉ែបងប្អូនយើងដែលកំពុងស្វែងរករថយន្តទៅប្រើប្រាស់ដែលមានការធានាត្រឹមត្រូវទៅលើមិនបុកប៉ះទៅលើឯកសារត្រឹមត្រូវស្របច្បាប់ជាពិសេសបាទខាងតម្លៃគឺខ្ញុំលក់ពិសេសជូនពុកម៉ែបងប្អូនតែម្ដងហើយក៏សូមអរគុណបងប្អូនបាទសម្រាប់ការទស្សនាវីដេអូកុំភ្លេចជួយ like ជួយ share បាទជួយ subscribe channel ឲ្យបានច្រើនដើម្បីឲ្យវីដេអូខ្ញុំបានដល់ពុកម៉ែបងប្អូនយើងដែលកំពុងស្វែងរករថយន្តទៅប្រើ